Hello ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងបន្តសាច់រឿងរបស់យើងក្នុងពាក្យពីររបស់យើងទៀតដំណើរទៅកាន់ព្រះពៀនមុននឹងចូលវីដេអូរបស់យើងអ្នកទាំងអស់គ្នាក៏ជួយចុច like subscribe ឲ្យមានម្នាក់មួយផងរបស់យើងបន្ទាប់ពីបានឃើញអាប៉ែនឹងហើយគាត់ក៏បានដើរចូលទៅអង្គុយកន្លែងចឹងណាបានឃើញអាប៉ែនឹងស៊ីរៀបនឹងយកចង្កឹះសម្រាប់អាប៉ែនឹងចោលប៉ុន្តែក៏បានត្រូវអាប៉ែអង្គុយនៅមុខជួរហងរបស់យើងគឺបានយកទៅបាត់ទៅបន្ទាប់នោះគាត់ក៏បានគិតឃើញថាចាននៅមុខតុរបស់គាត់គាត់ក៏ចង់យកចានហ្នឹងទុកសម្រាប់អាកអាប៉ែនឹងចោលណាតែក៏បានត្រូវអមចាស់ហាងគឺថាដកចេញពីដៃជួហល់របស់យើងទៅតែកុំឲ្យលេទាំងមុតដៃមុតជើងហើយកុំឲ្យលេចឹងទៀតលើកឲ្យកាច់ចាននេះចោលអមចោលចឹងខាតអមងាប់ហើយព្រោះជួហល់របស់យើងគឺមានការកែខ្លាំងមែនតើមកអមចាស់ហាងក៏បានយកនំប៉ាទៅឲ្យទៅកាន់អាប៉ែហ្នឹងទៅអាប៉ែហ្នឹងក៏បាននិយាយប្រាប់អមចាស់ហាងថាមានមនុស្សស្លាប់អស់3នាក់ចឹងទៅហើយអមចាស់ហាងក៏ថាអូក៏មិនហ៊ានភាសាឬចឹងទេអាប៉ែហ្នឹងក៏បាននិយាយថាអូខ្លាចស្អីគេបានចាប់ធានការដើររកពេញទីក្រុងហើយមិនបាច់ខ្លាចទេតមកក៏ត្រូវបានអាប៉ែមួយយកចាស់មួយដើម្បីវៃក្បាលអាប៉ែហ្នឹងថាប្រាប់តែឯងចេះដឹងរឿងគេម៉េះឯងកុំមកទៅឆ្ងាយទៅទៅនិយាយរឿងហ្នឹងអាងំវាធ្វើហ្នឹងហើយគេបានឃើញមុខជួហងរបស់យើងគឺថាប្រហែលណាគេរកតាមចាប់ចឹងវាថាវាភិតភ័យខ្លាំងមែនតើជួហងរបស់យើងគឺថាឃើញតែប៉ុណ្្នឹងហើយគឺមិនຕົកយូរទេក៏បានទៅសម្រាប់អាប៉ែហ្នឹងបិទមាត់ចោលបណ្ដោយទៅតែគួរស្ដាយគឺថាក៏ជួយដែលវាបានបើកហ្នឹងគឺបានបាញ់ឡើងទៅលើដើម្បីហៅគ្នាវាមកចឹងណាបន្ទាប់ពីគេជួយបានបាញ់ឡើងទៅលើទៅគឺថាមានអាក្រុមយាមកាមមកទាំងសងខាងតែម្ដងគឺបានប៉ត់ជួហងរបស់យើងចិត្តគឺមិនឲ្យដើរទៅណារួចទេបន្ទាប់មកអបិស៊ីពទានក៏បានដើរចានមកសួរមកកាន់ជួហងរបស់យើងថាហើយនឹងមែនអ្នកស្លាប់កូនចៅអញហ្នឹងបន្ទាប់មកអបិស៊ីពទានក៏បានបើកការវិបហាទៅកាន់ជួហងរបស់យើងធ្វើឲ្យជួហងរបស់យើងគឺទៀតដល់ចូលខាងម្ចាស់ហាងវិញតែម្ដងជួហងរបស់យើងបានខ្ទាតចូលក្នុងហាងម្ចាស់ហាងហើយក៏អបិស៊ីពទានក៏បាននិយាយទៅកាន់ជួហងរបស់យើងថាស្អីគេគីឡូស្បៃចឹងចង់វាយយួយបងដែរជួហងរបស់យើងក៏បានគិតឃើញនៅក្នុងកម្រិតមួយថានិយាយវាខឹងទៅព្រោះថាវាខឹងទៅវាធ្វើវាប្រត់ស្នៀតអញ្ចឹងណាបើស៊ីផ្ទិនក៏បានសួរជួហងរបស់យើងថាមានឈ្មោះគេតែយើងស្លាប់អាណាស្គាល់ឈ្មោះទេបើយើងក៏មានឈ្មោះថាជួហងគឺគ្មានស្ពាក់អាណាមរីអូម៉ែអានេះនិយាយលយម៉ែអាចចិត្តងាប់ហើយនិយាយលយឌឺអញទៀតចុះនិយាយថាលយដែរក៏តែឯងហ៊ានអត់ហ៊ានវាយអញមែនណាឯងចូលមកមិនស្មានអញខ្លាចឯងមែនឯងគិតថាឯងកម្រិតខ្ពស់ជាងអញហ្នឹងអញហ៊ានវាយឯងមែនចូលមកនេះឌឺអញបដ ாய் ឌឺយកហើយចាំមើលតែតិចអាងាប់ណារស់ហើយដឹងគ្នាហើយបែស៊ីវទីនក៏បានឲ្យកូនចៅគេយកអាកបិតមកណាដើម្បីទុកកាប់សម្រាប់តួឯករបស់យើងចឹងទៅហើយវាកាន់យ៉ាងសង្ហាតែម្ដងបាទបានសួរទៅកាន់ជួហងរបស់យើងថាម៉េចឲ្យត្រៀមខ្លួននៅត្រៀមខ្លួនងាប់ហើយណាហេបាយខ្លាំងឲ្យចូលមកវាយអញមកចឹងមកបែស៊ីវទីនក៏បានធ្វើការវាបហាទៅកាន់ជួហងរបស់យើងជួហងរបស់យើងក៏បានគេថាកន្លែងហ្នឹងគឺថាវាយគ្នាល្អមើលខ្លាំងតែអត់មានបានហ៊ានដាក់វីដេអូច្រើនទេព្រោះខ្លាចជាប់ copyright ទៅពី3ដងហើយក្រុម admin បានផលវីដេអូមួយនេះក៏បានឃើញនំប៉ាល់គៀនហ្នឹងក៏បានយកនំប៉ាល់ហ្នឹងគប់ទៅកាន់បែស៊ីវទីនទៅកាប់ចុះកាប់ឡើងអាកតិចចានជួហងរបស់យើងកាច់លើកមុនគឺស្អាតឈប់មុខវាតែពេលនោះគេធ្វើអាបែស៊ីវទីនគឺមានការខឹងខ្លាំងជាងមែនតែពេលនោះអ៊ំចាស់ហាងក៏បានឃើញអាបែស៊ីវទីននៅរៀងខឹងហើយគាត់ក៏បានធ្វើការចង់ទៅលួងលោមអាបែស៊ីវទីនអញ្ចឹងណាបែស៊ីវទីនរៀនមកកាប់អ៊ំចាស់ហាងហ្នឹងហើយក៏ត្រូវបានជួហងរបស់យើងបានជួយគាត់តន់ពេលតបមកពួកគេក៏បានវេគ្នាតត់ឆ្វេងតត់ស្ដាំតត់ឆ្វេងតត់ស្ដាំគឺថាជួហនរបស់យើងលះអាប៉ែស៊ីវិទាននឹងខ្លាំងមែនតើគឺគាត់បានតត់ដាវអាស៊ីវិទាននឹងឡើងទៅលើអញ្ចឹងគាត់ក៏បានចាប់គ្រាកកអាប៉ែស៊ីវិទាននឹងដើម្បីចាក់សម្លាប់ដាវដែលហោះមកនឹងអញ្ចឹងទៅតបមកអាប៉ែស៊ីវិទាននឹងក៏បានស្លាប់ដោយសារដាវខ្លួនឯងអញ្ចឹងទៅតបពីអាប៉ែស៊ីវិទាននឹងបានស្លាប់ហើយជួហនរបស់យើងក៏បានដើរចេញទៅក្រៅអញ្ចឹងណាសាច់សួរថាមានអាណាហ៊ានចូលមកទៀតអត់ហៅយើងថាមេឃ្លៀមហើយព្រោះអាប៉ែមួយនឹងរត់ចេញទៅបុកទៅកាន់ក្រុមម្នាក់ទៀតប៉ែហ្នឹងគឺមានឈ្មោះថា Yulaver ទ្វារនៃម្ចាស់សាដីគឺនឹងទិញកម្លាំងដើម្បីវាទៅកាន់ជួហងរបស់យើងហ្នឹងក៏ប៉ុន្តែជួហងរបស់យើងហើយឯងមកពីណាមកពីណីខ្ញុំដែរឃើញតបពីពេលវាឃើញជួហងរបស់យើងរៀងខ្លាចវាអញ្ចឹងគឺធ្វើអាប៉ែ Yulaver ហ្នឹងគឺវាធ្វើដូចជាគម្រាមកំហែងដាក់ជួហងរបស់យើងខ្លាំងមែនតើពេលនោះដែរវាក៏បានបញ្ចេញសម្ពាធយ៉ាងខ្លាំងដើម្បីសង្កត់ទៅលើកាន់ជួហងរបស់យើងទៅជួហងរបស់យើងគឺទ្រាំមិនបានតែមានអារម្មណ៍ថាដូចជាសម្ពាធខ្លាំងមែនតើព្រោះនោះជួហងរបស់យើងក៏បានកលេចឃើញស៊ីស៊ូណារបស់យើងក៏បាននឹកឃើញវិធីមួយគឺថាធ្វើចូលជាមួយនឹងក្រុមនឹងសិនយូឡាវើក៏បានសួរទៅកាន់ជួហនរបស់យើងថាតែមកពីក្រុមណាប្រាប់គេថាគាត់គឺមកពីសាលា Slayer ក្នុងច្បាប់សាលា Slayer របស់ខ្ញុំគឺថាវាអ្នកខ្លាំងកាន់តែខ្ពស់គាត់កាន់តែឡើងកម្រិតខ្លាំងជាងមុនដោយចំណុចក្បាច់កូនរបស់គាត់គឺកំណត់ទីតាំងហ្នឹងឯងខ្ញុំនឹងឯងជាអ្នកសម្លាប់ស៊ុនអ៊ីងនិងស៊ីពូទីនប៉ាយូឡាវើក៏បានសួរទៅកាន់ជួហងរបស់យើងថាឯងចូលរៀនសាលា Slayer តាំងពីពេលណាហើយឯងមានឈ្មោះអីគេរបស់យើងគឺមិនបានប្រាប់ឈ្មោះពិតទេគាត់បានប្រាប់ឈ្មោះថាគាត់ឈ្មោះជូយើភ្លាមនោះក្មេងស៊ីស៊ូអាងក៏បានវន់ឲ្យជួហងរបស់យើងបានឃើញអញ្ចឹងទៅភ្លាមនោះក៏បានមានបរិសម្នាក់បានច្រើនក្មេងនឹងបានចេញដល់ក្រៅអញ្ចឹងណាក៏មានបរិសម្នាក់ដែលមានឈ្មោះថា Ding Ming ជាអនុប្រធាននៃនិកាយផ្ដាច់ការគាត់បាននិយាយថាគាត់គាត់តែកាត់ទីនេះព្រោះឃើញកន្លែងនេះគឺវាដូចជាអូគាត់ក៏បានសួរអូនស៊ីស៊ូណានឹងថាអូននឹងមែនគឺថាចង់ជ្រើសរើសគាត់ដើម្បីចូលក្រុម Slayer Seed ហ្នឹងអញ្ចឹងអីគាត់ថាចង់ចូលក្នុងសាលា Slayer មានតែអនុប្រធានធំទេដែលអាចចូល
ជួហនរបស់យើងចូលបានអញ្ចឹងណាតែអូនស៊ីសូណាគឺថាវានិយាយអត់ចេញទេអញ្ចឹងហើយជួហនរបស់យើងក៏បាននិយាយប្រាប់វាថាមកពីមុខខ្ញុំវាដូចវាពេកអញ្ចឹងណាបានធ្វើឲ្យអូនស៊ីសូណាហ្នឹងគឺវាថាវារំភើបភ័យផងវាសប្បាយចិត្តផងតមកគាត់ក៏បានហៅជួហនរបស់យើងដើម្បីទៅកន្លែងសាលា Slayer ទៅថ្ងៃស្អែកដើម្បីរាយការណ៍ប្រាប់គេអញ្ចឹងទៅតំណែងជាអនុប្រធាននៅក្នុងសាលា Slayer ហ្នឹងនឹងបានទៅជាឯងហើយបន្ទាប់ពីបាននិយាយគ្នាអស់ជិត80ម៉ោងមកពួកគេក៏បានបំបីផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអញ្ចឹងទៅភ្លាមៗនោះដែរគឺថាមានតែអប្សរដើម្បីមកនិយាយជាមួយជួហងអញ្ចឹងប្រាប់ទៅកាន់ជួហងរបស់យើងថាគាត់បានទទួលបេសកកម្មទី1បានបញ្ចប់ហើយគាត់ក៏បានទទួលបន្ទុកបាន10%ជួហងរបស់យើងក៏បាននិយាយទៅកាន់តែអប្សរថាមកស្ងាត់ៗអញ្ចឹងខ្ញុំភ័យលក់ព្រលឹងងាប់ហើយក្នុងដែរគឺថា system បានបង្ហាញនៅគម្ពីរមួយដែលបានទៅឲ្យពួកជួហងរបស់យើងវឹកហាត់អញ្ចឹងទៅពេលមួយនេះគឺមានឈ្មោះថាគម្ពីរវិនពៀនដើម្បីបាយទំលុះឈានទៅដល់កម្រិតបរិសុទ្ធពេលនោះតែអប្សរក៏បានប្រាប់គាត់ថាគាត់ត្រូវបំបីកម្រិតក្នុងរយៈពេលក្នុង1ខែបន្ទាប់មកគាត់ត្រូវទៅបន្តបេសកកម្មរបស់គាត់ទី2នៅបន្តនៅក្នុងទីក្រុង Blackstone ដើម្បីគាត់បានវឹកហាត់នៅក្នុងរយៈពេល1ខែជួហងរបស់យើងក៏បានសួរតែអក្សរថាខ្ញុំវឹកហាត់មិនក្នុងរយៈពេល1ខែធ្វើមិនរួច